ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍សាថ្មីមកកាន់ការសម្រាយរឿងយើងបន្តទៀតអញ្ចឹងមុននឹងយើងចូលសាច់រឿងខ្ញុំចង់បញ្យល់កន្លែងនេះបន្តិចខ្លាចអ្នកទាំងអស់គ្នាអត់យល់នៅត្រង់កន្លែងដែល starting point ហ្នឹងគឺជាកន្លែងមួយដែលដោយតែយើងបើក game ចូលដំបូងអញ្ចឹងគេប្រាប់ពី game របស់គេ detail អីចឹងទៅចេញពីកន្លែង starting point ហ្នឹងហើយបានចូលទៅដល់កន្លែង tutorial ហើយកន្លែង tutorial ហ្នឹងដូចជាកន្លែងដែលនៅក្នុងដងជន់អញ្ចឹងកន្លែង tutorial ហ្នឹងហើយបានចេញទៅដល់ពិភពលោករបស់គេហ្នឹងអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់វីដេអូរបស់គ្នាតពីភាគមុនមកបន្ទាប់ពី monster បានបំបែក shield នៅកន្លែង starting point ហ្នឹងហើយពួក monster ហ្នឹងក៏បានចូលទៅចាប់ហើយស៊ីមនុស្សនៅពីពេញហ្នឹងហើយអាតួរបស់យើងហ្នឹងក៏បានស្រែកយ៉ាងខ្លាំងឲ្យគេលើកអាវុធឡើងដើម្បីវាយជាមួយពួកបិសាចបើមិនចឹងទេងាប់ទាំងអស់គ្នាលើហើយទោះបីដឹងថាខ្លួនឯងអត់អាចតតាំងជាមួយពួកហ្នឹងបានយ៉ាងណាក៏ត្រូវតែសាដែរខ្ញុំភ្លេចប្រាប់តួអង្គនេះមានឈ្មោះថាដុងឥឡូវខ្ញុំហៅតាគូទៅដោយសារតែប្រហែលអានពេកហើយបើអ្នកណាចេះការ៉េជួយប្រាប់ផងស្រាប់តែពេលនោះមាន goblin មួយហក់មកវាយប្រហារទៅលើតួអង្គរបស់យើងទាំងពីរនាក់ហ្នឹងដោយហាមាត់ចង់មកតបាក់ក្បាលរបស់តួអង្គដែលមានឈ្មោះតាគូហ្នឹងហើយបានតួអង្គឯងរបស់យើងការពារដោយការវាយប្រហារមួយលំពេងហើយតួអង្គរបស់យើងក៏បានស្រែកថាឲ្យអបិគូនឹងថាកំពុងធ្វើអីហ្នឹងមិនបានជួយវាយចង់ងាប់មែនជួយបន្តមកពីអ្នកនឹងក៏នាំគ្នារត់បន្តទៅមុខទៀតសារតែនៅទីនេះពិតជាគ្រោះថ្នាក់ខ្លាំងមែនទែនហើយនាំគ្នាបានរត់ទៅតំបន់ tutorial ដើម្បីកិច្ចចេញពីពួក monster ទាំងអស់នេះហើយទោះឲ្យបើយើងក៏បានគិតក្នុងចិត្តថាយើងបានចាប់ផ្ដើមជាមួយជ្រូកមួយគឺថាគេយងរបស់យើងហ្នឹងគឺគិតអបិគូហ្នឹងត្រឹមជាជ្រូកមួយក្បាលទេដោយសារអបិហ្នឹងល្ងងពេកក្រោយមកទៀតអាតូរបស់យើងក៏បាននាំគ្នាទៅកាន់តំបន់ tutorial ហើយក៏បានវាយប្រហារពួក monster តាមផ្លូវផងដែរហើយមានអា goblin មួយនោះហក់មកវាយប្រហារទូឲ្យប្រុសរបស់យើងហើយបានអបិគូនេះមកចេញការពារហើយអបិគូនេះក៏បាននិយាយថាបងប្រុសតើអ្នកមិនអីទេបន្តមកទៀតអាតួរបស់យើងនឹងក៏បានអរគុណទៅកាន់អបិគូនឹងហើយក៏នាំគ្នាធ្វើដំណើរបន្តទៅមុខទៀតហើយក៏បានឃើញរង្វង់វេទមន្ត teleport មួយនៅខាងមុខដែលជារង្វង់ teleport ដើម្បីទៅកាន់ tutorial ហើយអនប់របស់យើងនឹងក៏បានសប្បាយចិត្តខ្លាំងមែនតើស្រាប់តែភ្លាមនោះក៏បានឮសំឡេងថាឲ្យគេជួយដោយសំឡេងនោះនិយាយខ្សែជួយស្រាប់តែអាតួរបស់យើងងាកទៅឃើញថាមានបុរសម្នាក់ត្រូវបានចោមរំដោយ goblin ខំយ៉ាងសោះសាច់ពេញនឹងតែម្ដងហើយតួឲ្យប្រាប់របស់យើងក៏បានសម្រេចចិត្តថាគាត់ជាមនុស្សដូចគ្នាយើងក៏ជាមនុស្សដូចគ្នាយើងឃើញស្លាប់ហើយយើងមិនជួយមិនមែនជាមនុស្សទេណាស់ហើយចោះយើងនឹងទៅជួយគាត់ចោះយើងនឹងទៅជួយយកបងវិចរបស់គាត់អរគុណច្រើនហើយសុំទោសខ្ញុំមិនចង់ធ្វើបែបនេះទេបាយខ្ញុំមិនចង់ធ្វើបែបនេះទេអាពេលដែលត្រូវបាន goblin នោះបានគិតថាហើយអាពេលនេះមកដើម្បីមកយកអានឹងតាំងពីដំបូងអញ្ចឹងមិនមកជួយអញបងហើយអបិគូនឹងឃើញអញ្ចឹងហើយក៏បាននិយាយទៅកាន់អាតួរបស់យើងថាបងមិនក៏ធ្វើអញ្ចឹងមិនក៏ធ្វើអញ្ចឹងអបិគូនេះក៏បានគិតមួយសន្ទុះក្រោយមកក៏សម្រេចចិត្តថាហើយកលៈទេសៈនេះគ្មានអ្នកណាគេចង់ធ្វើអញ្ចឹងទេប៉ុន្តែយើងគ្មានលទ្ធភាពបដៅទៅតាមនឹងចោះសាយ៉ាណារ៉ាហើយតួរបស់យើងក៏បានគិតម្ដងថាសូមអភ័យទោសខ្ញុំមិនអាចជួយឯងបានទេបើសិនជាមានជាតិក្រោយឯងរស់ឲ្យបានល្អចុះហើយក៏គិតទៀតថាខ្ញុំនឹងរស់ហើយអរគុណបន្ទាប់ពីហេតុការណ៍អំបញ្ញមិញក៏បានមកដល់ tutorial បានសម្រេចហើយពីនេះនឹងក៏បានពិភាក្សាគ្នាដើម្បីរស់រានមានជីវិតនៅក្នុង tutorial មួយនេះហើយតួឯប្រុសរបស់យើងក៏បានសួរអបិគូនឹងថាធ្លាប់លេងហ្គេមពីមុនមកទេដោយសារតែនៅក្នុង tutorial មួយនេះវាដូចជាក្នុងហ្គេមអញ្ចឹងហើយទោះបីយើងក៏បានប្រាប់ថានៅពេលដែលយើងសម្លាប់ពួក monster ទៅយើងនឹងឡើង level ដោយការឡើង level ពីសម្រាប់ពួក monster នឹងបូកទៅលើ stat របស់ពួកយើងឲ្យវាឡើងកាន់តែខ្លាំងបន្តមកទៀតតួឯប្រុសរបស់យើងក៏នាំគ្នានិយាយពីស្បៀងហើយនឹងការទប់ទល់ជាមួយពួក monster ពុំមានភ្នែកយ៉ាងធំបានបើកសម្លឹងទៅមើលពួកគេអាតួរបស់យើងក៏ភ័យខ្លាចយ៉ាងខ្លាំងដោយសារតែភ្លាមមាន monster យ៉ាងធំប្រប៉ុណ្ណានៃក្បាលប្រប៉ុណ្ណទេហើយបានងាកមកឃើញពួកគេហើយតួប្រាប់យើងក៏ប្រើម៉ាញ់ឲ្យដើម្បីមើល stat ទៅលើ monster មួយនោះហើយក៏គ្មានឃើញអ្វីទេដោយសារតែអាចថាមកពី monster នោះ level ធំជាងហើយតួប្រាប់យើងក៏បានប្រាប់ទៅអបិគូនោះដើម្បីរៀបយុទ្ធសាស្ត្រនៅក្នុងការសម្លាប់ទៅលើ monster នោះអាតួរបស់យើងក៏បាននិយាយហើយក៏បានទាញលំពេងមកភ្លាមយកហក់ទៅចាក់ភ្នែក monster មួយនោះឲ្យងាប់ទៅហើយក៏បានស្រែកថា
ngộp tư à chẳng rai vô ngộp tư chạy to tại monster nó ngộp chưa chấp dạng kháng đời cà với bà ha bị tua bởi dương nắng hai cái đua từ lớp lóc chim rồi bọc luôn coi bị sầm lạp ban sầm rách phim trong tờ min starter window mình load alert prep thả cầm lắng bán đùm láng mùi tua bởi dương nắng khơi chẳng hay có bạn sẽ phải chết dạng kháng hay mơ tầm một bẹ cu nó tới đứt mệt té đi trong lông snai mày té tôi nhá người coi kháng cho em một cái kê trong lưng snai men rồi tôi bởi nhân các bạn này dây từ can nạp bẹ cu nâng thả trơi trong châm nào lục ổn bậc trong ai thưa bán nè có ai thưa bán đây tì nè ai thưa bán sai chừng đi từ tiết rồi bẹ cu nâng các bạn sẽ bài chất dạng kháng để xa tả tôi bởi dân giá rồi các bạn này dây thả là bông ta nè chung một vậy đấy tôi bởi nhân các bạn sẽ thả ly kỳ dùng và to móc bẹ cu nâng các bạn bắt chung lần này bên thả chung chung park đúng cu đừng ăn trái tế bởi nè chơi cái bẹp phong ok hai tôi bởi dân các bạn đọc các bạn máu đầm bậy phơi chỉ ao cro từ ao ấy bẹ đồ gù nắng thua hơi cả ơi bẹ đồ gù nắng bẹ hai các bạn bô bẩn tham từ lơ phép thốn muối hai phép thốn nắng bằng vậy ở nghe do tới với đôi chỉ đi phân trắng bạn này việc đi phân ban tầng magic ban tầng physics hai ban tầng critical tiết hai bẹ đồ gù nắng bạch chụp bón miên xem sắp vẽ áo nâng tiết ban muối tiết chẳng ban sam sụp muối bẹ đồ gù nắng có sờ bài chết dạng khang hai của anh ocon từ lơ tôi bao giờ nắng hai bắt tao tiết còn nom kia mình to đầm na từ một tiết hai còn lừa vay muối chùm lái hai sầm lấy nú mau chất tới hai tôi bao giờ hai năng học bẹ cu nó có bạn cái lấy tới có bạn khơi thả miền này ri đó san chút hay cái tư muối ban rốt cái chân bị monster dạng tràn này miền bay này thằng có hay các bạn sai vào chuối pin nó còn đặt mê pro tới để xem monster tràn page tôi bao giờ các bạn kịch thêm bộ nó chưa xây cái năng mấy em phong cách tha tới dòng lá pum up đầm bấy áp lục vậy tiết thế nãy cái mình á mình ơi sắp tả tôi bởi giờ nó có nhạc ba dạng kháng để sao tại starter window anh mình chạy thả mana đọc legendary cứ tha mana đọc cặp bật mến cặp bật té cứ talent legendary rồi tôi bởi giờ các bạn kết thả cùng rất talent legendary chẳng mà đo tâm này chapter 2 bởi dân cứ mà đo thì mình chọc hơi bạn này tôi không nhớ cho trăng nè comment số bán nhôm nâng slide tom nơi video cái rồi xong tốt hơn để ca trên video led để xa tại mà sau mấy nhà miền lôi từ sáng rồi cũng lấy cho subscribe nâng donate nhóm khai phóng ở con trán chấm riệp lia play mật tình ngọc nia